សួស្តីអ្នកនរគ្នាខ្ញុំបាទត្រីបុតស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងនៅនឹងយើងនឹងធ្វើការបង្កើត folder zip ហើយនឹង unzip នៅក្នុង Ubuntu ទី1គឺយើងធ្វើការបង្កើត folder នឹងឡងទៅខ្ញុំផាបង្កើត folder នោះ folder អញ្ចឹងទៅហើយបន្តមកយើង ls មកយើងនឹងឃើញ folder នេះហើយនៅពេលដែលយើងបង្កើតហើយយើងអាច zip វាបានដោយ zip .or នោះ folder.zip ចឹងមកហើយយើង folder របស់យើងនេះវាបាន zip ហើយដូចយើងបានឃើញអញ្ចឹងហើយបើយើងចង់ unzip វិញយើងអាច unzip នៅ folder.zip ចឹងមកនេះវានឹងធ្វើការ unzip ឲ្យយើងហើយបន្តមកទៀតយើងអាច zip វាទៅជាប្រភេទថា.gc ដោយថា .cvs ហើយឈ្មោះfolder របស់យើងហ្នឹងដតថាដត gc ហ្នឹងហើយយើងនៅ folder នេះវានឹងបង្កើតនឹងបានសម្រាប់ដែរហើយដើម្បីចង់ unzip វិញយើងក៏នឹងឲ្យថា .cvs ហើយអត់យើងបង្កើតទៅជាមកប្រភេទទៀតគឺនេះថាស៊ីហ្នឹងយើងអត់អេសមកវាក៏មាននេះដែរហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការមើល